អូនសនតារាគាត់និយាយចង់នាំឲ្យប្រជាពលរដ្ឋឬក៏អ្នកគ្រប់គ្រងខ្លួនឬថាប្រមាណ1000 2000នាក់ដើម្បីទៅចូលគុកបាទបងអូនសនតារានិយាយអញ្ចឹងខ្ញុំចង់ទៅសើចបងប្អូនបាទខ្ញុំចង់អាស្រ័យបងអូនសនតារាហើយខ្ញុំសូមផ្ដាំទៅបងអូនសនតារាផងណាបើបងអូនឯងប្រកែអញ្ចឹងកុំឲ្យរត់ចោលគុកឬហេម្នាក់ឲ្យលឺតាគុកហ្នឹងគ្នាភ័យគ្នាខ្លាចចុយម្ល៉េះខ្លះតូលុយកុំឲ្យជាប់គុកទៅទៀតហើយបងអូនឯងទៅរួតទៅនាំពីណាមនុស្សពីណាមក41000 2000នាក់ឲ្យទៅជាប់គុកជាមួយហ្នឹងទៅចូលគុកហ្នឹងមានរួមមនុស្សមកពីណាបើមនុស្សម្នាក់ឬគាត់នៅលឺតាគុកហ្នឹងគ្នាខ្លាចចុយតម្រាយរត់កិច្ចគុកបាត់ហើយដោយអាដេញជនគាត់ជាតិ3ចំនួនសំរងស៊ីឃើញរត់ចោលគុកបាត់អេងឆៃអៀងអីរត់ចោលគុកបាត់ប្រហែលអ្នកមេដឹកនាំមួយចំនួននឹងយើងនិយាយហួរទាំងអីនឹងរត់ចោលគុកបាត់តែទៅនាំរត់ចោលចូលគុកក៏មិនបើមួយម្នាក់ខ្លាចគុកចុយតម្រាយហើយរੂគៀងគោទៅចង់ចូលគុក2000នាក់ងាប់អូនសនតារាហើយនិយាយចេញមកទៅអូនឯងហ្នឹងមួយខ្លាចគុកចុយមករត់ទៅថៃរត់ទៅចេញទៅសងំនៅថៃចេញពីថៃទៅនោះហើយដូចអរិញអ្នកជាប់គុកទាំងប្រមាណចុះខំប្រឹងស្រែកទៅឲ្យគេដោះលែងអ្នកជាប់គុកទៅស្អីបើចង់អាពួកហ្នឹងចង់ចូលគុកណៃហ្នឹងដែលអាក្មួយអីស្រឡាញ់បកឋានអីហ្នឹងចូលគុកប្រមាណអ្នកមិនចាំទៅស្រែកអីគេចង់ឲ្យដោះលែងចេញពីគុកមិនហើយអាពុកអាប្អូនសនតារាឯងនឹងជាប់គុកហ្នឹងឥឡូវហ្នឹងកុំឲ្យទៅសុំមិនបាច់សុំឲ្យដោះលែងអាពុកខ្ញុំចេញពីគុកចេញពីអីទេមិនបាច់ទេឲ្យជាប់ហ្នឹងឲ្យរួចទៅអ្នកទៅជាប់ថែមទៀតទៅម្នាក់ខ្លាចគុកចុយម្រាយសាសុំតោលុយឲ្យនៅក្រៅឃុំទៀតណាអីសិតតែតនាំចូលគុកអីណាអីអាប្អូនដែរចេះនិយាយចឹងមកអាប្អូនណាណែប្អូននប់សំអឿនវិញមឺដៃបដាលបាទហើយផ្ដាំផ្ញើទៅអាប្អូនសនតារាផងណាប្អូនណាបងឯងទៅគៀងគោមិនបាច់បងឯងទៅរួមមនុស្ស2000នាក់ទៅចូលគុកទេអាបងឯងរួមតែ5នាក់ឲ្យទៅចូលគុកបានហើយអាអូនឯងបើអូនឯងប្រកែអញ្ចឹងអូនឯងក៏មករត់ចោលគុកមើលចេញមុខមកមើលចេញមុខមកអាស្រូវចូលលងកាលហ្នឹងគេថាគេទៅស្រុកខ្មែរហើយចូលអារដូវអីគេហៅរដូវស្រូវចូលលងគេថាអញ្ចឹងក៏ដូចមកអាខ្មោចចេះតែមានហ្មងអាពួកនេះ